12生肖12ឆ្នាំទាំង12អញ្ចឹងឆ្នាំទាំង12មានឆ្នាំអីខ្លះបងប្អូនរៀនជាមួយគ្នាអូខេអញ្ចឹងឆ្នាំទី1យើងអានថា鼠សំឡេងទី3អញ្ចឹង鼠នេះយើងបកថាឆ្នាំជូតចាឆ្នាំជូតយើងអានថា鼠អូខេអញ្ចឹងចូលឆ្នាំទី2យើងអានថាញៀវសំឡេងទី2ញៀវយើងបកថាឆ្នាំឆ្លូវចាអញ្ចឹងឆ្នាំជូតឆ្នាំឆ្លូវឆ្នាំជូតយើងអានថា鼠ឆ្នាំឆ្លូវញៀវចាអូខេអញ្ចឹងចូលដល់ឆ្នាំទី3ហូចាហូបកថាឆ្នាំខាលអញ្ចឹងជូតឆ្លូវខាលហូឆ្នាំខាលធូចាធូឆ្នាំថោះចឹងធូឆ្នាំថោះឡងបកថាឆ្នាំរោងចាឡងឆ្នាំរោងសចាសយើងបកថាឆ្នាំម្សាញ់ចាឆ្នាំម្សាញ់ឆ្នាំពស់ហ្នឹងណាយើងនិយាយភាសាចិនសចំណុចទី2ចំណុចទី2ឆ្នាំម្សាញ់ឆ្នាំបន្ទាប់ទៀតម៉ានេះយើងបកថាឆ្នាំម៉មីចាចំណុចទី3ម៉ាម៉មីអញ្ចឹងបន្ទាប់ពីម៉មីគឺឆ្នាំយ៉ាងចាគឺឆ្នាំមកម៉ែចាយ៉ាងទី2យ៉ាងអញ្ចឹងចូលឆ្នាំបន្ទាប់ទៀតហូចាហូយើងបកថាឆ្នាំវកចាមកម៉ែវកអញ្ចឹងបន្ទាប់ពីវកគឺរកាអញ្ចឹងរកាយើងអានថាជីចាជីសំឡេងទី1ជីឆ្នាំរកាកឆ្នាំចចាកឆ្នាំចឆ្កែចាកឆ្នាំចអញ្ចឹងឆ្នាំចុងក្រោយគឺឆ្នាំជូសំឡេងទី1ជូសំឡេងទី1ឆ្នាំកុលអូខេអញ្ចឹងយើងមានពាក្យថ្មីមួយអានថាឈូសឹងចាឈូសឹងយើងបកថាកើតឬក៏មួយទៀតយើងបកថាប្រសូតចាឈូសឹងកើតឬក៏ប្រសូតអញ្ចឹងកើតឬក៏ប្រសូតហ្នឹងឧទាហរណ៍ថាចេះបងប្អូនឧទាហរណ៍ថាបងប្អូនកើតនៅឆ្នាំប្រមាណចាកើតនៅឆ្នាំប្រមាណឧទាហរណ៍ថាបងប្អូនកើតនៅឆ្នាំ1993ចានេះជាឧទាហរណ៍ថាយើងកើតនៅឆ្នាំ1993អញ្ចឹងយើងនិយាយថា1993年出生ចា1993年出生កើតនៅឆ្នាំ1993ចាអូខេអញ្ចឹងចូលដល់ពាក្យថ្មីមួយទៀតពាក្យថ្មីយើងអានថាសូចាសូសំឡេងទី3សូយើងបកថាកើតចាកើតដូចគ្នាប៉ុន្តែកើតសូនេះយើងនិយាយពីការកើតទៅលើឆ្នាំទាំង12ដែលយើងបានរៀនខាងដើមហ្នឹងឧទាហរណ៍ថាយើងកើតនៅឆ្នាំអីមួយថាយើងកើតនៅឆ្នាំឆ្លូវចាសូញៀវកើតនៅឆ្នាំឆ្លូវអូខេអញ្ចឹងនាងខ្ញុំមានឧទាហរណ៍មួយសម្រាប់បងប្អូនមើលដូចគ្នាឲ្យកាន់តែច្បាស់អញ្ចឹងឧទាហរណ៍ថា我是马里是男生ចា我是马里是男生ចា男生នេះយើងបកថាមនុស្សប្រុសចាប៉ុន្តែនៅក្នុងប្រយោគនេះយើងនិយាយថាភេទប្រុសវិញណាព្រោះយើងនិយាយថាមនុស្សប្រុសវាអត់ទៅតំណងស្ដាប់តែយើងនិយាយថា我是男生ខ្ញុំភេទប្រុសហ្នឹងទៅឬក៏ថានៅក្នុងប្រយោគនេះគឺនិយាយថា我是马里是男生ខ្ញុំ
ចាខ្ញុំគឺម៉ាលីភេទប្រុសខ្ញុំគឺម៉ាលីភេទប្រុសអូខេអញ្ចឹងយើងចូលដល់clear បន្ទាប់ដែលភ្ជាប់ជាមួយនឹង clear ខាងលើ1994年出生今年27岁属猴ចាម្ដងទៀត1994年出生今年27岁属猴ចា属猴អញ្ចឹងយើងបកថាកាលនៅឆ្នាំ1994ម៉ាលីភេទប្រុសហ្នឹងគឺគាត់កើតនៅឆ្នាំ1994ចាហើយគាត់និយាយថា今年27岁នៅឆ្នាំនេះអាយុ27ឆ្នាំ属猴ចាកើតឆ្នាំវកអូខេអញ្ចឹងបងប្អូនច្បាស់ជាយល់ថាឈូសឹងហើយនឹងស៊ូយើងបកថាកើតប៉ុន្តែអត្ថន័យនៃការប្រើគឺយើងប្រើបែបហ្នឹងបងប្អូនអូខេអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំមានប៉ុណ្ណឹងក្នុងការចែករំលែកជាមួយបងប្អូនទាំងគ្នាសង្ឃឹមថាបងប្អូនទាំងគ្នានឹងតាមវីដេអូនេះតន់ហើយបើសិនជាបងប្អូនមានចម្ងល់អាច comment សួរបន្ថែមបានចាអរគុណច្រើនបងប្អូនទាំងគ្នាបាយបាយ再见大家